សួស្តីបងប្អូនជាទីស្រឡាញ់ជាទីរាប់អានអរគ្នាចានេះគឺខ្ញុំបង្ហាញពីដំណាំនៅជិតផ្ទះណាក្បែរផ្ទះគឺដាំបានរៀងច្រើនដែរបងប្អូនចានេះនៅគៀនផ្ទះចាគឺមានអានេះដូចជាដើមព្រីងចាហើយនេះគឺជាដើមវត្រាចាអូយទៅច្រើនមកបងប្អូនចាហើយនោះដើមពពាយហើយនោះគឺជាដើមតឡង់តាំងដែលខ្ញុំបានដាំបងប្អូនចាគឺបានប៉ុន្មានមិនដឹងថាប្រហែលឆ្នាំទៀតទេដែលវាមានផ្លែមានអីចឹងណាបងប្អូនហើយចំណែកម្ដើមនោះទៀតគឺដើមមកកាក់ចាដើមមកកាក់ទឿបងប្អូនចាតែផ្សែផ្សំចឹងណាដើមមកបានច្រើនហើយនេះដើមអីគេទេនេះដូចជាដើមព្រីងដែរបងប្អូនចាហ្នឹងគេហៅព្រីងម៉ាឡេមកទេបងប្អូនចានេះគឺបានច្រើនដែរបងប្អូនចានៅក្រោយផ្ទះមានដើមស្វាយដើមអីចឹងណាតែអត់បានថតជូនបងប្អូនទស្សនាទេចានេះដើមពពាយចាដើមពពាយគេលាស់បានប៉ុណ្ណេះបងប្អូនចា និយាយទៅនៅដីម្ដុំនេះគឺកម្រងដាំច្រើនអញ្ចឹងណាបងប្អូនប្រហែលជាតិចទៀតខ្ញុំអាចទិញដើមតបែកចាដើមក្រូចដើមអីយកមកដាំគៀនផ្ទះនឹងឲ្យពេញជាមួយប្លុកហ្នឹងគឺសុទ្ធតែបន្លែលីតំណាំអីចឹងណាផ្លែឈើអីចឹងសម្រាប់ទុកហូបដូចគ្រឿងម្ជូរគ្រឿងអីបុកតអំបិលមកអង្គុយជ្រលក់ញ៉ាំអូពិតជាស្រស់ស្រាយមែនទែនបងប្អូនចាអរគុណបងប្អូនដែលចូលទស្សនាវីដេអូខ្ញុំបងប្អូនស្រឡាញ់ចូលចុច Subscribe អ្នកមួយផងអរគុណ